សាលីខិតជូនពរជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំមមីអត្តស័កពុទ្ធសករាជ2569ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណៈបកភ្លឹងទៀននិងគណៈបកឆន្ទៈខ្មែរសូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់សូមទទួលបាននូវសុខភាពល្អបរិបូរណ៍កម្លាំងមាំមួនប្រាជ្ញាឈ្លាសវៃនិងអាយុយឺនយូរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីអត្តស័កពុទ្ធសករាជ2569ខាងមុខនេះឆ្លៀតក្នុងឱកាសនេះដែរយើងខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ប្រកបដោយសេចក្តីសុខសុភមង្គលនិងមានសុវត្ថិភាពរាល់ការធ្វើដំណើរទីជិតឆ្ងាយទៅកាន់ស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារទៅទីវត្តអារាមក៏ដូចជាការទៅកាន់ទីកន្លែងកម្សាន្តនានានិងសូមប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយថ្ងៃច័ន្ទ12រោចខែចែកឆ្នាំមមីអត្តស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី13ខែមេសាឆ្នាំ2026គណៈបកភ្លឹងទៀនគណៈបកឆន្ទៈខ្មែរ